ជួបគ្នាទៀតហើយក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនតេតងទៅនឹងការ import account ណាបាទយើងអត់ទាន់ទៅរៀន go live ចុះឈ្មោះផ្នែកទៀតទេចឹងខ្ញុំសង្ខេបខ្លីមកវិញថាយើងអាចប្រើមុខងារ3បច្ចុប្បន្ននេះគឺទី1 affiliate ទី2 bot ហើយទី3តេតងទៅនឹង go live ណាអញ្ចឹងយើងឥឡូវ affiliate គឺបងប្អូនរៀនចប់សពគ្រប់ហើយ bot ក៏បងប្អូនបានចុះឈ្មោះរួចរាល់ហើយអញ្ចឹងគឺនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីការប្រើប្រាស់នៅក្នុង bot តែម្ដងគឺយើងរៀនផ្នែកទី1នេះគឺតេតងទៅនឹងការ import account តើ import account យើង import វាមិនឥឡូវយើងចូលទៅមើលទាំងអស់គ្នាបាទយើងចូលមកកាន់ www.adcamchat.com របស់យើងនឹងមកបើសិនបងប្អូនចូលទៅរៀងយឺតរៀងដើរយឺតអីអាហ្នឹងវាតេតងនឹងអ៊ីនធឺណិតហើយគប់ផ្សំជាមួយ website របស់យើងនៅ step 1 online អញ្ចឹងវាអាចមានការយឺតយ៉ាវតិចតួចវាជារឿងគិត import ទេព្រោះដោយសារយើង application របស់យើងវាធ្ងន់អញ្ចឹងបងប្អូនចូលមកដល់កន្លែងនេះអាចចូលកន្លែង bot maker ក៏បាន start using our server ក៏បានដែរយើងចូលមកកន្លែងហ្នឹងមកគឺបងប្អូនខ្ញុំឃើញមានកន្លែង login ណាអញ្ចឹងបងប្អូនចុះឈ្មោះជាមួយនឹង Facebook បងប្អូនចុច login មក Facebook មកតែបើបងប្អូនបានចុះឈ្មោះជាមួយនឹង email ហើយនឹង password របស់យើងវាយ email និង password ចូលកន្លែងនេះមកណាបើអត់ទាន់បង្កើតយើងចូល create one អាហ្នឹងយើងមើលនៅក្នុងវីដេអូមុនពីការចុះឈ្មោះក្នុង bot ដោយសារខ្ញុំចុះឈ្មោះជាមួយនឹង Facebook ខ្ញុំចុច login ជាមួយ Facebook តែម្ដងណាចុចទៅវាចូលហើយក្នុង Facebook របស់ខ្ញុំបាទនេះបាទជាឈ្មោះរបស់ខ្ញុំដែលបងប្អូនអាចធ្វើការដាក់រូបភាពដាក់អីបានណាក្នុងកន្លែងនេះយើងចូលមកកន្លែងនេះមកយើងអាចនេះយើងទៅ select រករូបភាពដែលយើងចង់ដាក់ចូលបានណាបាទឧទាហរណ៍យើងដាក់រូបភាពហ្នឹងបាទដាក់ចូលមកយើងចុច save ទៅបាទអញ្ចឹងយើងនឹងទៀតពេលដែលវាដើរដោយសារនេះទំហំមិនត្រូវបាទវាទំហំវា300 x 300តែខ្ញុំអត់ទាន់បរៀនបងប្អូនមិនមកយល់ពីការដាក់រូបភាពមិនដាក់ក៏បានដែរសំខាន់គឺយើងចូលមកដល់កន្លែងនេះគឺវាមានឃើញ dashboard ណាបាទអញ្ចឹងនៅក្នុងនេះវាបង្ហាញពីទិន្នន័យ subscribe អីហ្នឹងគឺតកតទៅនឹងអ្នកដែលបានឆាតមកចូល page របស់យើងចូលអីចឹងណាវានឹងបង្ហាញកន្លែងនេះបាទវានឹងឆាតមកច្រើនមែនតើបាទយើងមើលចេះស្ដាយតាមនឹងខ្លួនឯងវាមិនជាសំខាន់ប្រហែលទេសំខាន់គឺយើងមើល option នៅក្នុងនេះបាទបន្ទាប់ពី dashboard មកគឺ import account នេះជាវីដេអូដែលគោលដៅរបស់ខ្ញុំចង់បង្ហាញគឺកន្លែង import account ហ្នឹងឯងអញ្ចឹងដោយសារតែយើងបានភ្ជាប់ជាមួយនឹង Facebook ហើយឃើញទេបើបងប្អូនចង់ភ្ជាប់ Facebook ច្រើនបងប្អូនដាក់ Facebook ច្រើនចូលមកបាទប្រហែល account ក៏បានដែរតែបើបងប្អូនយើងចង់ភ្ជាប់តែមួយ account យើងដាក់តែមួយ account ហ្នឹងមកការភ្ជាប់វាអត់មានអីពិបាកទេឥឡូវតោះតែខ្ញុំ remove វាចេញបាទកាលណាយើង remove វាចេញ remove កន្លែងហ្នឹងចុចកន្លែងនេះមកហើយចុច OK តាមខ្ញុំមិញមកគឺវានឹងធ្វើការ remove ហើយដល់ពេលដែលវា remove account ហ្នឹងគឺវានឹង log out ចេញពី website ហ្នឹងដោយ automatic បាទការ remove វាអាចនឹងយូរដែរបើអាស្រ័យលើ page របស់យើងណាចូលចេញហើយវានឹងបង្ហាញបែបនេះចុច OK ទៅគឺ website របស់យើង log out ចេញហើយចឹងបងប្អូន log in ចូលថ្មីយើង log in មកសារការខ្ញុំចុះឈ្មោះនោះaccount មួយនេះខ្ញុំចុះឈ្មោះជាមួយនឹង Facebook បាទមួយវីដេអូមុនខ្ញុំបង្ហាញគឺខ្ញុំចុះឈ្មោះជាមួយនឹងemail ប៉ុន្តែនេះខ្ញុំបង្ហាញក្នុង Facebook ខ្ញុំចូល import account ដដែលមកអញ្ចឹង account យើងមួយធ្វើបានរត់ចេញបាត់ហើយបាទអញ្ចឹងដល់ account មួយទៀតអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ login ជាមួយ account Facebook ខ្ញុំចុចនេះ login មកបាទអញ្ចឹងបងប្អូនបើអត់ទាន់ login account Facebook ចូលនៅក្នុង browser នេះទេគឺវានឹងឲ្យ login ចូលហើយប៉ុន្តែបើបងប្អូន login ចូលមក account ហើយបងប្អូនចុច yes OK តាមវាតិចតួចទៅបងប្អូននឹងចូលបានដាក់ account ចូលមកហើយយល់ទេបាទយើងអាចនេះយើងអាច switch account របស់យើងដើម្បីប្រើចង់ប្រើ personal ឬ clear account យើងបើទៅនឹងមកណាបាទកន្លែងនេះខ្ញុំចង់បង្ហាញអញ្ចឹងបងប្អូនសង្ឃឹមបងប្អូនទាន់កន្លែងនេះគឺវាអត់មាននេះពិបាកទេបងប្អូនគ្រាន់តែចុច yes OK តាមវាតិចទៅមកវាចូលមកដល់កន្លែងនេះចូលក្នុងនេះហើយណាបាទវាចូលក្នុងនេះវាអត់មាននេះពិបាកទេខ្ញុំបង្ហាញនៅការណែនាំមួយទៀតចូលមកកាន់ www.adcamchat.com ហ្នឹងមកនេះយើងមកចូលកន្លែងនេះ help នេះយើងយក knowledge base អញ្ចឹងវាមានរបៀបណែនាំមកកន្លែង import account ហ្នឹងវារបៀបមិននឹងខ្ញុំបាន update កន្លែងហ្នឹងតែបន្តិចទេបើខ្ញុំអត់បាន update ដល់ឡើយទេអូខេដល់កន្លែងហ្នឹងខ្ញុំចុចកន្លែង bot maker នេះមក
ok nè import account thằng bốn mở cái này ok chẳng nhưng trong import account Facebook này chỗ anh ấy mấy nhóm khỏi cho login với Facebook tới cứ video account nhóm nâng mong phụ ấy để xa tại nhóm ban shop account mà nhóm nó thì muốn mò hai nè shop cho một website nâng hai đập bên chẳng vì cho ô tô mà tích cho thì mà đâu vì admin này nó mới về ngày và ta bảo thâm mây bằng bộ nó đã login cho đó này đã account chỗ một bộ cho import account này import account này phải nhé bà hữu bằng bộ cho login với Facebook bà cho nhẹ login với Facebook máu tôi chạy mắt reload anh ấy mà nè reload này reloadรูป Facebook របស់យើងឈ្មោះ Facebook របស់យើងហើយ reload មានតែនេះ continue យើងចុច continue នឹងមកបាទមកក្រុមទៀតនេះកន្លែងនេះបើសិនជាវាមានពាក្យ friend យើងចុចដូរវាទៅជា public ណាហើយយើងចុច OK បាទហើយតែប៉ុណ្្នឹងទៅ Facebook របស់យើងនឹងចូលមកក្នុង website នឹងហើយចូលដូចចេះចឹងបាទហ្នឹងគឺតើតើទៅការ import account មានតែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាបងប្អូនយល់ហើយមួយវិញទៀតគឺយើងចាំមើលវីដេអូក្រោយទៀតតើតើទៅនឹងការភ្ជាប់ page ចូលបាទនេះ import account មានថាយើងភ្ជាប់ account Facebook របស់យើងចូលណាតែបើសិនជាយើងចង់ភ្ជាប់ page ភ្ជាប់ group អាហ្នឹងវាមានវិធីផ្សេងមួយទៀតបាទពេលយើង import ហើយដែលបើយើងត្រូវ import តើតើយើង import account របស់យើងនេះបាន page របស់យើងមកនេះឃើញ page ដែលយើងគ្រប់គ្រងទៅបានវាមកទាំងអស់ឃើញអត់បាទអញ្ចឹងវាមកទាំងអស់ដល់ពេលដែលវាមកអញ្ចឹងយើងអាចយក page របស់យើងនេះទៅភ្ជាប់អូថតដែលយើងដាក់ comment អូតូអញ្ចឹងឲ្យវាអូតូលើ page ហ្នឹងយើងភ្ជាប់ពីហ្នឹងទៅវាជាប់ចូលហើយបាទបើមិនអញ្ចឹងទេយើងចុចចងប់វាអត់ជាប់ទេព្រោះយើងអត់មាន page ភ្ជាប់អញ្ចឹងតើតែយើង login account យើងចូលហើយបានយើងមាន page របស់យើងអាចភ្ជាប់បានណាអរគុណច្រើន